តើអ្នកធ្លាប់គិតទេថាការងារ support ឆ្លើយតបជាមួយមន្ទីរពេទ្យគ្រាន់តែជាការដោះស្រាយបែបបច្ចេកទេសសួស្តីនាងខ្ញុំឈ្មោះអេងផាលីជាប្រធានផ្នែកគាំទ្រអតិថិជននៃក្រុមហ៊ុនពេទ្យយើងថ្ងៃនេះផងដែរនាងខ្ញុំសូមចែករំលែកនៅបទពិសោធន៍មួយចំនួនដែលខ្ញុំបានរៀនពីការធ្វើការជាមួយនឹងមន្ទីរពេទ្យក៏ដូចជា clinic ជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរមនុស្សជាច្រើនគិតថាការងាររបស់ក្រុម support គឺជាការរងចាំនៅបញ្ហាដើម្បីដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹងពេទ្យយើងជាវេទិកាសុខាភិបាល Digital រួមតែមួយបង្កើតដោយកម្ពុជាដើម្បីកម្ពុជាភ្ជាប់ជាមួយនឹងមន្ទីរពេទ្យគ្រូពេទ្យនិងប្រជាពលរដ្ឋដើម្បីអនាគតសុខភាពប្រជាជនកម្ពុជាមនុស្សជាច្រើនគិតថាការងាររបស់ក្រុម support គឺជាការរងចាំនៅបញ្ហាដើម្បីដោះស្រាយនៅបញ្ហាទាំងអស់ហ្នឹងប៉ុន្តែសម្រាប់ខ្ញុំការងារ support មានន័យលើសពីនេះឆ្ងាយណាស់ដោយសារតែការងារនេះការងារយើងគឺចាប់ផ្ដើមជាមួយនឹងអតិថិជនតើយើងចាប់ផ្ដើមជាមួយអតិថិជនហ្នឹងទៅលើអីខ្លះទី1គឺយើងស្ដាប់អតិថិជនទី2យើងស្ដាប់ពីតម្រូវការរបស់អតិថិជនទី3យើងស្ដាប់ពីបញ្ហាដែលពួកគាត់កំពុងតែជួបប្រទះហើយទី4នោះគឺយើងស្ដាប់ពីគោលបំណងដែលពួកគាត់ចង់សម្រេចឬក៏ចង់បាននៅពេលដែលខ្ញុំចុះទៅបណ្ដុះបណ្ដាលនៅមន្ទីរពេទ្យខ្ញុំបានដឹងមុននឹងបង្ហាញអំពីការប្រើប្រាស់ប្រព័ន្ធពេទ្យយើងត្រូវយល់ពីរបៀបធ្វើការរបស់គ្រូពេទ្យគលានុបដ្ឋាយិកាឱសថការីបុគ្គលិកមន្ទីរពិសោធន៍និងបុគ្គលិកគ្រប់ផ្នែកជាមុនសិនពីព្រោះមន្ទីរពេទ្យនីមួយៗហ្នឹងមានដំណើរការនិងរបៀបធ្វើការខុសៗគ្នាប្រព័ន្ធដែលល្អមិនមែនជាប្រព័ន្ធដែលមានមុខងារច្រើនជាងគេនោះទេប៉ុន្តែជាប្រព័ន្ធដែលសមស្របទៅនឹងការងារពិតនិងជួយឲ្យបុគ្គលិកសុខាភិបាលធ្វើការបានកាន់តែងាយស្រួលមានប្រសិទ្ធភាពនិងចំណាយពេលតិចជាងមុននៅក្រុមហ៊ុនពេទ្យយើងក្រុម support មិនមែនដោះស្រាយតែបញ្ហាបច្ចេកទេសតែមួយមុខនោះទេប៉ុន្តែយើងធ្វើការជាមួយអតិថិជនតាំងពីថ្ងៃដំបូងនៃការរៀបចំប្រព័ន្ធការបណ្ដុះបណ្ដាលការដាក់ឲ្យប្រើប្រាស់និងបន្តគាំទ្ររហូតដល់ពួកគាត់អាចប្រើប្រាស់ប្រព័ន្ធបានដោយទំនុកចិត្តហើយរាល់មតិយោបល់របស់អតិថិជនគឺជាឱកាសឲ្យយើងអភិវឌ្ឍប្រព័ន្ធរបស់យើងឲ្យកាន់តែល្អប្រសើររាល់បញ្ហារបស់យើងបានដោះស្រាយគឺជាបទពិសោធន៍ដែលជួយឲ្យក្រុមរបស់យើងកាន់តែរឹងមាំហើយរាល់ភាពជោគជ័យរបស់មន្ទីរពេទ្យគឺជាមោទនភាពរបស់ក្រុមការងារពេទ្យយើងផងដែរខ្ញុំជឿជាក់ថាបច្ចេកវិទ្យាល្អមិនមែនបង្កើតឡើងដើម្បីជំនួសមនុស្សទេប៉ុន្តែបង្កើតឡើងដើម្បីជួយមនុស្សធ្វើការកាន់តែងាយស្រួលមានប្រសិទ្ធភាពនិងផ្ដល់ពេលវេលាបន្ថែមសម្រាប់ការមើលថែទាំអ្នកជំងឺនេះហើយជាមូលហេតុដែលខ្ញុំស្រឡាញ់ការងារ support ព្រោះរាល់ថ្ងៃនេះខ្ញុំមានឱកាសរៀនពីអតិថិជនធ្វើការជាមួយនឹងក្រុមការងារនិងរួមចំណែកតូចមួយក្នុងការងារជួយមន្ទីរពេទ្យអភិវឌ្ឍទៅរកប្រព័ន្ធសុខាភិបាល Digital ហើយជាចុងក្រោយក៏សូមអរគុណចំពោះមន្ទីរពេទ្យនិង clinic ទាំងអស់ដែលបានជឿទុកចិត្តលើពេទ្យយើងនិងតែងតែផ្ដល់មតិយោបល់ដើម្បីឲ្យយើងបន្តអភិវឌ្ឍប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមអំពីការអនុវត្តប្រព័ន្ធសុខាភិបាល Digital ឬចង់ស្ដាប់បទពិសោធន៍ពិតពីក្រុមការងាររបស់យើងសូមចុច follow ទំព័រពេទ្យយើងពីនាងខ្ញុំអេងផាលីជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ